មហាវេស្សន្តរជាតកចម្លងនិងរៀបរៀងសាយជាថ្មីដោយភិក្ខុវិនយថរោមហាយានឿនពុទ្ធសករាជ2534គ្រិស្តសករាជ1991មហាវេស្សន្តរជាតកទី1កាន់ទសពោប្រដាប់ដោយគាថា19ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្ដែងថ្លែងនៅបឋមវិសេសទេសនាអំពីរឿងមហាវេស្សន្តរជាតកប្រោសព្រះភិក្ខុសង្ឃនិងក្រុមពួកព្រះញាតិវង្សានុវង្សរបស់ព្រះអង្គនៅទីក្រុងកបិលពស្តុបុរីមហាវេស្សន្តរជាតកទី1កាន់ទសពោអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈផោសតេវរៈវណ្ណាកេតេអិទាំងសត្ថាកបិលវត្តថងឧបនិស្ស័យនិក្រូធារាមេវិហរន្តោបោខរសៈអារភកទេសេសត្ថាមួសតវាហោសតនីយកោរីព្រះអង្គដ៏ជាគ្រូប្រសើរក្រៃលែងតែញរតនានាំអស់ទេវតាមនុស្សសត្វផងទាំងឡាយគៀកោបប្រមូលបញ្ចូលទៅកាន់អមរិតបុរីស្រីមហានគរនិព្វានដ៏ជាឋានបរមសុខក្សេមខ្សានព្រេមប្រាសនិរាសទុកប្រសើរហោងវិហរន្តោមុះចតោសោអិរិយាបថេសោវីតេនាមេនតោក៏ព្រះអង្គគង់សម្រេចសម្រាននៅព្រះអិរិយាបថស្រគត់ព្រះអង្គនោះមាន4ពុំឲ្យជួននៅសង្ឃទិសតម្រេះចិត្តនៃទេវតាមនុស្សផងទាំងឡាយឡើយនិក្រូធារាមេក៏ព្រះអង្គគង់ឯកឋានអារាមនាមហៅនិក្រូធមហាវិហារគឺចៅនិក្រូធកុមារចាយវាយមាស12កោដតម្លឹងសាងថ្វាយព្រះអង្គឧបនិស្ស័យក៏ព្រះអង្គអាស្រ័យយកព្រះបណ្ឌបាតសង្វាតសណ្ដានប្រស័តផងទាំងឡាយកបិលវត្តថងឯកដល់ស្រុកកបិលពស្តុបុរីស្រីមហានគរបវររាជដ្ឋានអារភៈមួសអារមណង្គកត្វាទើបព្រះអង្គមានព្រះបន្ទូលធ្វើឲ្យជាហេតុជាអារម្មណ៍បន្តិចហើយទើបព្រះអង្គឈ្មោះបោខរៈវាសាំងនិងភ្លៀងសួរមួយឈ្មោះបោខរៈព្រោះកថេសេមួសធម្មង្ទេសេទើបព្រះអង្គសម្ដែងថ្លែងព្រះធម៌វិសេសទេសនាអ៊ីទាំងមហាវេស្សន្តរជាតកាំងសហសគាថាបដិពន្តិតាំងបបិទ្ធហើយនេះនឹងនិទានដំណើរកាលព្រះអង្គត្រាច់រង្គត់នៅនាក្នុងវត្តសង្សារត្រអាលយន្តយកកំណើតកើតជាព្រះពោធិសត្វមួយព្រះអង្គទ្រង់ព្រះនាមកបវរហៅថាព្រះមហាវេស្សន្តរមហាវេស្សន្តរជាតកនេះដ៏ប្រដាប់ប្រដានៅប្រគាថានោះ1000អតនាមកឧបលក្ខិតេអ្នកគឺកម្លាំងប្របញ្ញាសបញ្ញុពុទ្ធដ៏ត្រាស់ដឹងនៅញយធម៌ទាំងពួងព្រះអង្គអាចសម្គាល់ដឹងបានអាទិគាថាបតេអ្នកដោយនៅគន្លងទំនងដើមបទកំណត់អក្សរបវរប្រគាថានេះដ៏ជាអាចផោសតេវរៈវណ្ណាភេតេនេះឯងគឺដ៏ជាប្រធានដើមបទព្រះអង្គកត់សម្គាល់ត្រង់នេះឯងហោងយតិហេសត្ថាបវតិតបវរៈធម្មចកោអនុកមេនៈរាជកហង្កន្ធ្វាតថហេមន្តាំងវីតនាមេតវាឧទាយថេរេនៈមគុទេសកេនៈវីតេសហសក្ខៃណាសវៈបរិវុតោបធម្មកមនេយាវៈកបិលវត្តថោអកមាសេបពិតហើយនាកាលព្រះដ៏មានបុណ្យព្រះអង្គបានត្រាស់ប្រាជ្ញាសារពេជ្ជដាញាណជាបឋមនោះស្ដេចលីលាទៅកាន់ព្រៃអិសីបតនៈមិគទាយពុនព្រះអង្គទេសនាប្រធមចក្រកបវត្តនៈដល់ប្រសាដំណើរសងគុណបញ្ចវគិយៈភិក្ខុទាំង5មានប្រកោណដញ្ញត្តិថែជាប្រធានបានលុះស្រោតតាបតិផលមួយអន្លើនឹងមហាព្រំទាំង18កោដសោតសឹងបានលុះស្រោតតាបតិផលដល់ប្រាជ្ញាអរហត្តទីតីស្រេចហើយនៃទើបស្ដេចលីលាពីនោះឆ្ពោះទៅកាន់នគររាជក្រឹសបុរីប្រយោជន៍ដើម្បីនឹងដោះពាក្យបដិញ្ញាប្របាទមគ្គធរាជដ៏ជាឧបាសកអំពីបុរាណកាលបើព្រះដ៏មានបុណ្យព្រះអង្គស្ដេចទៅដល់នគររាជក្រឹសនោះហើយព្រះអង្គសម្ដែងថ្លែងព្រះធម៌វិសេសទេសនាដោយពាក្យបដិញ្ញាជាសណ្ដាប់នៃព្រះបាទមគ្គធរាជនោះហោងបបិទ្ធហើយកាលនោះរាជមហាជនទាំងឡាយសង្កណ្ឌនីទៅនៅទៀនធូបកានធមាលាផ្កាភ្ញីចូលទៅបូជាព្រះដ៏មានបុណ្យនោះច្រើន
ក្រៃពេកកាលណាបបានបូជាព្រះដ៏មានបុណ្យនោះស្រេចហើយក៏អង្គុយស្ដាប់នៅសប្បុរសវិសេសទេសនាដ៏ផ្អែមល្ហែមពីរសដូចឆ្នោះកៅសឹងចូលចិត្តត្រេកអរសាទរហើយសរសើរថាអោព្រះធម៌ទេសនាព្រះដ៏មានបុណ្យហើយពីរសអ្វីមកអំបាលឯម្លោះហើយអមហាជនផងទាំងឡាយពុំអាចដើម្បីនឹងទប់ទល់តម្កល់អាត្មាភាពបានឡើយសឹងពិតទូលសូមភ្នោះបួសក្នុងសំណាក់ព្រះអង្គនោះប្រមាណ 10000 ជាបរិវារឯកដល់កាលនោះហោងបបពិតហើយនាកាលព្រះដ៏មានបុណ្យស្ដេចទេសនាជាសណ្ដាប់នៃប្របាទមគធរដ្ឋនោះស្រេចហើយស្ដេចគង់សម្រេចនៅប្រក្រិតជាប្រពុតចំហត់អខែហេមវន្តតរដូវកៅក៏មិនកំបាំងបាត់ស្ងាត់ប៉ុន្តែក្នុងកំឡុងស្រុករាជគ្រឹះនោះឡើយក៏លឺជ្រួតជ្រាបដរាបទៅដល់ព្រះស្រោតទឹកថ្លៃនៃប្របាទស្រីសទ្ធោទនៈមហារាជជាសម្ដេចប្រវោរាជបិតាព្រះអង្គទ្រង់ជ្រាបហើយព្រះអង្គទ្រង់ប្រចិនដាពិចារណាថាអោឥឡូវនេះអ្នកសទ្ធាតកុមារកូនអញគិតស្មានជាអ្នកទៅបួសបាត់ស្ងាត់ទៅហាឥឡូវនេះលេចឮដំណឹងថាអ្នកបានត្រាស់ប្រាជ្ញាសារពេជ្ជដាញាណជាប្រពុតហើយអ្នកគង់នៅនាឋានរាជគ្រឹះបុរីហើយអ្នកទេសនានាកណ្ដាលប្របាទមគធរាជឥឡូវអញរលឹកកូនអញណាស់ថាបើដូច្នោះធ្វើម្ដេចអញនឹងបានឃើញកូនអញហានេះមានតែអញប្រើទូតទៅនិមន្តអ្នកមកក៏បានឯព្រះអង្គទ្រង់ប្រចិនដាពិចារណានៅប្រការអំបាលនោះហើយទើបមានព្រះបន្ទូលត្រាស់ប្រើរាជអាមាត្យមួយដ៏ជាធំថាណែរាជអាមាត្យអញឮថាអ្នកសទ្ធាតកូនអញមិញអ្នកបានត្រាស់ប្រាជ្ញាសារពេជ្ជដាញាណហើយអ្នកមកគង់នៅនានគររាជគ្រឹះហើយក៏ឥឡូវនេះអញនឹងប្រើបាឯងនាំពល1000ទៅឲ្យរតនានិមន្តអ្នកមកឥឡូវហោងណែអាមាត្យថាបើអ្នកទទួលនិមន្តក៏ចូលបាននាំអ្នកមកឲ្យឆាបកំបីយូរឡើយរាជអាមាត្យទទួលព្រះបន្ទូលព្រះមហាក្សត្រហើយក្រាបថ្វាយបង្គំលានាំបរិពារ1000ដើររៀងរៀបដរាបទៅដល់នគររាជគ្រឹះនោះឯងកាលបើបានដល់ហើយក៏ចូលទៅក្រាបថ្វាយបង្គំប្រណម្យព្រះដ៏មានបុណ្យប្រយោជន៍ដើម្បីនឹងសូមអរតនានិមន្តដោយព្រះបណ្ដាំព្រះមហាក្សត្រាធិរាជនោះកាលណាបានលើព្រះធម៌ទេសនាដ៏ពិរោះផ្អែមល្ហែមដូចឆ្នោះកៅរាជអាមាត្យមួយអន្លើនឹងពល1000នោះក៏ភ្លេចភ្លាំងស្មារតីពុំអាចដើម្បីនឹងពិតទូលអំពីព្រះបណ្ដាំព្រះមហាក្សត្រនោះឡើយក៏ខ្វាយប្រែជាពិតទូលសូមភ្នោះបួសអស់ទាំង1000នោះវិញហោងបបពិតហើយរាជអាមាត្យទាំង1000នោះសោតកាលបើបានបួសស្រេចហើយកៅនៅជាសុខសប្បាយពុំភ្លឹករលឹកអំពីព្រះបណ្ដាំព្រះមហាក្សត្រនោះឡើយរីឯប្របាទស្រីសទ្ធោទនៈមហារាជទុនតឹងយល់បាត់ស្ងាត់ហើយស្ដេចប្រើរាជអាមាត្យមួយវិញទៀតឲ្យនាំពល1000ទៅទៀតលុះទៅដល់យល់ព្រះអង្គហើយក៏ពិតទូលសូមភ្នោះបួសទាំង1000នោះឯងហោងព្រះបាទស្រីសទ្ធោទនៈមហារាជព្រះអង្គទ្រង់ប្រើបណ្ដារៀងទៅលុះគម្រប់ជា9ដងអស់រាជអាមាត្យទាំង9000នោះសឹងតែព្រះអង្គបបួសអស់ឥតសេសសល់សំណល់មួយឡើយរីឯព្រះបាទស្រីសទ្ធោទនៈមហារាជមិញទ្រង់ទន្ទឹងយល់បាត់ស្ងាត់អំបាលនោះហើយទើបព្រះអង្គប្រើរាជអាមាត្យមួយវិញទៀតឈ្មោះឧទាយអាមាត្យថាមនាលឧទាយអាមាត្យហើយអញចង់ប្រើបាឯងទៅនិមន្តអ្នកសទ្ធាតកុមារកូនអញបន្តិចហាត្បិតអញប្រើអស់រាជអាមាត្យអំពីមុននោះ9000បាត់ស្ងាត់អស់ទាំងអំបាលនោះមិនបានរួចមកដល់មួយអ្នកឡើយក៏ឥឡូវនេះអញយល់តែបាឯងមានគំនិតស្មារតីបានដឹងចិត្តគំនិតអញនឹងប្រើបាឯងនាំពល1000ទៅកាន់រាជគ្រឹះនគរនាយនោះថាបបាបានទៅដល់យល់អ្នកហើយក៏ចូលបាសូមអរតនានិមន្តអ្នកឲ្យមកឆាបកំបីយូរឡើយឧទាយអាមាត្យទទួលយកព្រះបន្ទូលមហាក្សត្រាធិរាជនោះស្រេចហើយក្រាបថ្វាយបង្គំលានាំបរិពារពល1000ដើររៀងរៀបដរាបទៅដល់រាជគ្រឹះបុរីស្រីមហានគរបវររាជដ្ឋាននោះឯងកាលណាបានទៅដល់យល់ព្រះដ៏មានបុណ្យហើយក៏ចូលទៅក្រាបថ្វាយបង្គំប្រណម្យប្រយោជន៍ដើម្បីនឹងសូមអរតនានិមន្តដោយព្រះបណ្ដាំ
ព្រះមហាក្សត្រនោះមិញលុះលឺអាយប្រថតទេសនាព្រះអង្គពីរស់ដូច្នោះកៅឧទាយាមាតមួយអន្លើនឹងពលទាំង1000នោះក៏ភ្លេចភ្លាំងស្មារតីបំអាចដើម្បីនឹងពិតទូលអំពីបណ្ដាំព្រះមហាក្សត្រានោះបានឡើយហើយខ្វែប្រែជាពិតទូសូមភ្នោះបួសអស់ទាំង1000នោះវិញអោងរីព្រះអង្គបំបួសនាក្នុងកំឡុងរាជក្រឹស្ននោះ10000ព្រះបាទស្រីសុទ្ធោទនៈមហារាជប្រើទៅនោះ10000ព្រះអង្គបំបួសទាំងអស់ត្រូវជា20000អោងឧទាយាមាតបានបួសរួចហើយឡើងព្រះនាមជាព្រះមហាឧទាយិតថែទើបភ្ញាក់ស្មារតីគិតពិចារណាថាអោអញហើយអញឥតគំនិតឥតស្មារតីអ្វីម៉ាំបាលឯព្រះមហាក្សត្រាព្រះអង្គប្រើអញមកនិមន្តព្រះរាជបុត្រលោកមកដាច់ឡើយក៏អញបានជាមកបួសបើបួសហើយមិនដាច់ឡើយក៏មកនៅស្ងៀមប្រងើយកន្តើយដូច្នេះហោអោអញហើយចំណេរទៅឲ្យភ្នែកហើយយល់ជានឹងត្រូវព្រះរាជចតននៃព្រះមហាក្សត្រានោះទៀងប្រកាសមិនទេឡើយថាបើដូច្នោះអញនឹងនៅយូរឯណាបានឡើយគួរអញនឹងចូលទៅក្រាបថ្វាយបង្គំប្រណម្យព្រះដ៏មានបុណ្យហើយសូមអារាធនានិមន្តព្រះអង្គទៅឆាប់ក៏បានឯព្រះមហាឧទាយិតថែគិតពិចារណាស្រេចនៅប្រការបាលនោះហើយក៏ទៅក្រាបថ្វាយបង្គំប្រណម្យព្រះដ៏មានបុណ្យហើយពុំហ៊ានទូលស្មោះឆ្ពោះត្រង់សោះឡើយទូលធ្វើជាហេតុបន្តិចថាផាន់ទេភគវាបពិតព្រះដ៏មានបុណ្យប្រសើរហើយរីខែនេះជាកាលខែហេមន្តរដូវរីផ្លូវនឹងទៅកាន់កបិលពពបុរីស្រីមហានគរនោះសោតស្រណុកសុខសប្បាយពុនរាយពេកក្រៃរីអស់ថ្មព្រៃផងទាំងឡាយសោតសឹងដើរត្រាច់រង្គត់ច្រវាត់ទៅមករកបបាញ់ហើយអុចភ្លើងព្រៃដ៏មានប្រឆេះនោះពីដោឈ្ងុយឈ្ងប់ត្រឡប់ឡើងទៅនាកណ្ដាលអាកាសវេហាមិនប៉ុន្តែម្លោះសោតរីឈើព្រៃមរឹកសាលតាវល់ផងទាំងឡាយសឹងដដជាជួររៀងរាយដោយនៅពណ៌ទីតីសឹងមានដើមនោះល្អសឹងដលូតលាស់លំពងដល់ត្រង់នៅមេឃសាខាបបផាសន្លឹកអធិកនីទៅនៅផ្លែផ្កានោះដល់រិចស្គូស្គីពុនរាយល្អបីដូចនយោគសម្ពត់ទុកូលពស់មកគ្របអំពីចុងសំយ៉ងដល់ដើមរីគេសផ្កាផងទាំងឡាយនោះសោតដល់ពីដល់ឆ្វេងត្រឡប់អបឡើងទៅដល់នាកណ្ដាលអាកាសបពិតព្រះដ៏មានបុណ្យប្រសើរហើយថាបើស្ដេចលីលាយត្រាទៅឥឡូវនេះហើយសំនឹងជាសុខសប្បាយរីអស់ភិក្ខុសង្ឃអរហន្តាខៃណាស្របផងទាំងឡាយនោះក៏ច្រើនពេកបពិតព្រះដ៏មានបុណ្យប្រសើរហើយរីផ្លូវនឹងទៅកាន់កបិលពពបុរីស្រីមហានគរក៏សឹងជាសុខសប្បាយក្រៃពេកហើយកាលព្រះដ៏មានបុណ្យព្រះអង្គស្ដាប់ពាក្យព្រះមហាឧទាយិតថែទូលដូច្នោះកៅព្រះអង្គទ្រង់ព្រះចិន្តាពិចារណាថាវោឥឡូវនេះសម្ដេចប្រវោបិតាអ្នកប្រើព្រះមហាឧទាយិតថែមកនិមន្តអញតថាគតហើយហាណោថាបើដូច្នោះគួរអញតថាគតនឹងទៅកាន់កបិលពពបុរីស្រីមហានគរបវររាជដ្ឋានឲ្យបានដល់យល់សម្ដេចប្រវោបិតាអញតថាគតហោងព្រះដ៏មានបុណ្យព្រះអង្គទ្រង់ព្រះចិន្តាពិចារណានៅប្រការបាលនោះហើយទើបព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាឧទាយិតថែថាមនាលឧទាយិតថែហើយថាបើដូច្នោះចូលបានទៅ5ប្រាប់បង្គាប់អស់ភិក្ខុផងទាំងឡាយឲ្យប្រដាប់ប្រដាអាត្មាទីតីឲ្យឆាប់កំបីយូរឡើយព្រះមហាឧទាយិតថែស្ដាប់ព្រះបន្ទូលថ្លៃវិសេសនៃព្រះដ៏មានបុណ្យហើយក៏ទៅ5ប្រាប់អស់ភិក្ខុផងទាំងឡាយថាមនាលភិក្ខុផងទាំងឡាយហើយឥឡូវនេះព្រះដ៏មានបុណ្យព្រះអង្គស្ដេចនឹងលីលាទៅកាន់កបិលពពបុរីស្រីមហានគរនោះឲ្យអស់ភិក្ខុផងទាំងឡាយរៀបប្រដាប់ប្រដាអាត្មាទីតីកំបីយូរឡើយកាលនោះរីអស់ភិក្ខុផងទាំងឡាយស្ដាប់ពាក្យព្រះមហាឧទាយិតថែដូច្នោះហើយសឹងដល់ប្រដាប់ប្រដាអាត្មាទីតីស្រេចហើយនៃទើបព្រះដ៏មានបុណ្យព្រះអង្គលីលាយត្រាទៅអំពីនគររាជក្រឹស្នបុរីរៀងរៀបដរាបទៅដល់កបិលពពបុរីស្រីមហានគរដោយនៅព្រះដំណើរជាបឋមមួយអន្លើនឹងអស់ភិក្ខុសង្ឃអង្គអរហន្តាខៃណាស្របផងទាំងឡាយនោះប្រមាណ20000ជាបរិវារមានព្រះមហាឧទាយិតថែឯងជាមគ្គុទេដ៏វិសេសតែនឹងនាំផ្លូវព្រះអង្គហោងតទាសក្យរាជានោមយ៉ាងអ៊ី
ម៉ាំងសត្វថាថកុមារាំងអមហាកាំងញាតិសេថាំងបាសសេះសាមាតេសន្និបតិត្វាបបតអាយដកាលនោះរីអស់ស្ដេចផ្សាច់ខ្ជរាជផងទាំងឡាយដ៏ជាប្រញាតនិងប្របាទស្រីសុទ្ធោទនៈមហារាជនោះ84000មានប្របាទស្រីសុទ្ធោទនៈឯងជាប្រធានសង្ឃដ៏មានចំណងនឹងចង់យល់ព្រះដ៏មានបុណ្យនោះក៏មកប្រជុំពិចារណាស្វែងរកឋានលំនៅឲ្យជាឧត្តមសមគួរនឹងឲ្យព្រះអង្គគង់ទើបមកកត់សម្គាល់យល់តែឋានចៅនិក្រូធកុមារនោះឯងដ៏ជាសុខសប្បាយគប់ចិត្តប្រពៃហើយនៃទើបស្ដេចឲ្យជោគចាំងជំរះលុបថ្លុកចង្ហុករបៀងរលៀងអំបែងចេះអំបែងចានគ្រោះរវៀនផង់ផុយទូលីដីខ្សាច់ប្រាប់ឲ្យរៀបស្មើធ្វើឲ្យប្រពៃសាច់ហើយនៃទើបឲ្យក្រាលនីទៅនៅកំរាលជាមចំប្រែព្រំដតុនលវនប្រដាប់ស្រេចហើយទើបឲ្យទៅនិមន្តព្រះដ៏មានបុណ្យព្រះអង្គលីលាទៅគង់ស្រេចបរិបូរឯដកសិននោះពុំយូរឡើយរីអស់ស្ដេចសាច់ខ្ជរាជផងទាំងឡាយហេតុមានកំណើតនោះសឹងមានះរឹងត្អឹងមហិមាហេតុតែដ៏ជាស្ដេចធំសំនយោសម្បត្តិនោះច្រើនមកកើតពិចារណាថាព្រះសទ្ធាតកុមារនោះគាត់ក្មេងក្រៃលែងនឹងអស់យើងទាំងអំបាលនេះគាត់ជាប្អូនជាក្មួយជាចៅយើងទេកៅមិនដេញឡើយយើងនឹងទៅសំពះគាត់នោះយល់ពំគួរឡើយរីអស់ស្ដេចសាច់ខ្ជរាជខ្លះលឺហើយឆ្លើយថាទេមិនសំពះគាត់ឯណាក៏បានមិនដូចគាត់ជាក្រហោះឡើយគាត់នេះជាអ្នកបួសរីធម្មតាជាអ្នកបួសនោះទោះចាស់ក្តីទោះក្មេងក្តីត្រូវតែសំពះគាត់ដដែលឯងថាបើអស់យើងទាំងអំបាលនេះមិនសំពះគាត់ហើយតើគាត់មិនថាយើងមានអំនួតទៅហើយហ៎អ្នកខ្លះឮហើយឆ្លើយថាអើបើដូច្នោះអ្នកលងគិតមើលតែយើងនឹងគិតធ្វើដូចម្ដេចឲ្យសមគួរនឹងគាត់ថាស្ដេចសាច់ខ្ជរាជខ្លះឮហើយឆ្លើយថាទេគំនិតនោះវានឹងក្រអ្វីអ្នកទាំងឡាយវាងាយទេអ្នកខ្លះឮហើយឆ្លើយថាអើបើដូច្នោះអ្នកគិតទៅលងមើលអ្នកថាបើអ្នកប្រើអញគិតហើយអញគិតក៏បាននេះអញគិតនោះមានគឺឲ្យរកកុមារប្រុសស្រីឲ្យមានដៃកាន់នីទៅនៅទៀនធូបគួនធមាលាភ្ញីផ្កាស្លាមលូស្រេចហើយយើងនឹងឲ្យដំណើរទៅមុនហើយឲ្យបូជាថ្វាយបង្គំប្រណម្យគាត់រីអស់យើងសោតសឹងដដើរតាមដោយចន្លោះលង្វែកផ្សំច្រឡំនៅក្នុងក្មេងផងទាំងឡាយនោះតែយើងកំអាសំពះគាត់ឡើយកាលបើស្ដេចសាច់ខ្ជរាជផងទាំងឡាយជំនុំនឹងគ្នាព្រមល្មមស្រេចហើយក៏ធ្វើដោយព្រះចិន្តាគិតនោះឯងហោងភគវាទេសង្ឃអាចជាសយ៉ាងអោឡោកេថ្វាអ្នកម៉ាំងញាតយាវន្តាន់តេរីព្រះដ៏មានបុណ្យព្រះអង្គដឹងអធ្យាស្រ័យនៃចិត្តអមប្រញាតផងទាំងឡាយមិនថ្វាយបង្គំប្រណម្យព្រះអង្គដូច្នោះហើយក៏ស្ដេចទ្រង់ប្រចិន្តាពិចារណាថាអោឥឡូវនេះអមប្រញាតអញតថាគតនេះមិនតាន់ដឹងថាអញតថាគតបានត្រាស់ជាប្រពុតទេណក៏ថាបើដូច្នោះអញតថាគតនឹងសម្ដែងនៅកំណើតប្រាជ្ញាអរិយសព្ទបុរសឲ្យប្រកាសដោយប្រពុតអំពីបុរាណរៀងមកឲ្យស្ដេចសាច់ខ្ជរាជទាំងឡាយថ្វាយបង្គំប្រណម្យអញតថាគតក្នុងកាលឥឡូវនេះឯងហោងព្រះដ៏មានបុណ្យព្រះអង្គទ្រង់ប្រចិន្តាពិចារណាស្រេចនៅប្រការបាលនោះហើយទើបស្ដេចចូលចាត់តតឈានអភិញ្ញាសមាបត្តិហោះផ្លោះឡើងទៅនាកណ្ដាលអាកាសដល់ឱកាសនៅពន្លឺរស្មីនោះរុងរឿងភ្លឺប្រងព្រាយពុនរាយឆាឆាយគួចគ្រលួចឡើងចេញអំពីប្របាទទាំងពីរយល់ដោយផង់ផុយទូលីដីខ្សាច់កើតដល់អ្នកប្រាយរាយចោះមកលើប្រគេស្ដេចសាច់ខ្ជរាជទាំងឡាយប្រហែលដោយកាលព្រះអង្គធ្វើយមកៈបរិហាអាយដនាដើមគាត់ដៀមប្រព្រឹកអធិកនៅព្រះរស្មីឲ្យដំបូលមានអន្តេរដ្ឋីនោះឯងហោងតទាសទ្ធោតនៈមហារាជាតាំងអាចឆរិយ៉ាងទិស្វាអាហាឯដកាលនោះប្របាទស្រីសទ្ធោតនៈមហារាជដ៏ជាសម្ដេចប្រវោបៃតាធិរាជយល់ជាអស្ចារ្យប្រកាសដូចឆ្នោះកៅពុំអាចដើម្បីនឹងទប់ទល់ដំកល់ព្រះអង្គនោះបានឡើយសឹងដល់លើកំបង់អញ្ជលីដាក់លើប្រកេះវិសេសថ្វាយបង្គំប្រណម្យព្រះដ៏មានបុណ្យហើយសរសើរគុណបុណ្យព្រះសម្ភារបារមីថផានទេភគវាបពិតព្រះដ៏មានបុណ្យប្រសើរហើយកាលនោះមានមហាសីមួយឈ្មោះកាលៈទេពលៈចដលតាបោះអ្នកមានឫទ្ធីអានុភាពនោះច្រើនក្រៃ
លែងនាការសម័យថ្ងៃព្រះអង្គកើតនោះឯងអស់មេនំផងទាំងឡាយវានាំព្រះអង្គចេញមកប្រយោជន៍ដើម្បីនឹងឲ្យនមស្ការថ្វាយបង្គំសូមពរអំពីការលទេពិលចដិលតបោះអ្នកមានฤទ្ធិអានុភាពនោះច្រើនក្រៃលែងក៏ព្រះអង្គមិនថ្វាយបង្គំឡើយវិលប្រែក្រឡាប់ឡើងទៅគង់លើក្បាលមហាសីនោះវិញអោងបពិតហើយខ្ញុំយល់ជាអស្ចារ្យប្រកាសដូច្នោះហើយខ្ញុំថ្វាយបង្គំប្រណម្យព្រះអង្គជាបឋមអង្គមួយសោតកាលថ្ងៃច្រត់ព្រះនង្គ័លជាមង្គលលំពលនៅសុខសួស្តីប្រសើរកប់នៅដំណើររឹកពីពេលលាឆាយាប្រពៃនៃថ្ងៃនោះឯងមាននំផងវានាំព្រះអង្គទៅផ្ទុំលើក្រេក្រឡាព្រះបន្ទុំបរមសុខសួស្តីនាក្រោមម្លប់ចម្ពូព្រឹកនោះរីស្រមោលចម្ពូព្រឹកនោះសោតពុំជ្រេកជ្រាលលៀងទៅដោយនៅដំណើរព្រះអាទិត្យនោះឡើយខ្ញុំយល់អស្ចារ្យកាលនោះខ្ញុំថ្វាយបង្គំប្រណម្យព្រះអង្គជាគម្រប់2ដងហើយឥឡូវនេះវិញសោតទៀតអំពីមុនមកខ្ញុំពុំដែលបានយល់នៅយមកៈបដិហាត្រកាលជាអស្ចារ្យដូចនេះទេទើបខ្ញុំថ្វាយបង្គំព្រះអង្គជាគម្រប់3ដងហោងកាលណាបើព្រះបាទស្រីសធោទនៈមហារាជលើកកំបាំងអញ្ជលីថ្វាយបង្គំប្រណម្យហើយសូមបីស្ដេចសាច់ខ្ចរាជឯណាមួយនឹងទប់ទល់តម្កល់ចិត្តរឹងត្អឹងមិនព្រមថ្វាយបង្គំប្រណម្យព្រះអង្គនោះអត់អង្គគឺមានឡើយនិសិននេបណៈភគវៈតេសិក្ខបតោញាតិសមាកមោហោសេសពេពេអេកកចិត្តតាហុតថ្វានិស័យតឹងសោរីសម្ដេចព្រះស្រីសារពេជ្ជដាញាណព្រះអង្គឲ្យដបូលមានអប្រញាតផងទាំងឡាយឲ្យបានថ្វាយបង្គំប្រណម្យព្រះអង្គនៅប្រការបាលនោះហើយទើបព្រះអង្គហោះចុះមកអំពីកណ្ដាលអាកាសស្ដេចមកគង់លើក្រេបវរពុទ្ធាសនាក្រឡាសម្រាប់គិតដល់ប្រដាប់ក្រាលនៅកំរាលផងប្រពៃឯដល់កណ្ដាលជំនុំអស់ប្រញាតផងទាំងឡាយសឹងលុះដោយនៅដំបូលមានព្រះអង្គក្នុងកាលនោះហោងឯដល់កាលនោះរីអស្ដេចសាច់ខ្ចរាជផងទាំងឡាយសឹងដំមានព្រះរាជហឫទ័យនោះត្រេកអរសាទរព្រមជាមួយនឹងគ្នាហណ្ដាប់នៅមហាមេឃឯងក៏បង្អោននៅភ្លៀងសួរមួយឈ្មោះប៉ោកខរៈពណ៌ជាអស្ចារ្យកណ្ដាលជំនុំប្រញាតផងទាំងឡាយថាបើអ្នកឯណាចង់ទៅទឹកអើក៏ភ្លៀងនោះទៅទឹកថាបើអ្នកឯណាពុំចង់ទៅទឹកអើក៏ភ្លៀងនោះពុំដិតដល់សរិលអ្នកនោះដល់តិចឡើយតាំងទីស្វាសាប់ពេលអាចឆរិយភូតជាតិតាអហេសងកាលនោះអមហាជនផងទាំងឡាយយល់អស្ចារ្យប្រកាសកើតមានដូច្នោះហើយសឹងសរសើរព្រះបារមីនៃព្រះដ៏មានបនថាអោព្រះពុទ្ធហើយព្រះអង្គមានព្រះបារមីឫទ្ធីអានុភាពច្រើនអ្វីមកលបាល់ភ្លៀងបង្អោចុះមកអំពីកណ្ដាលអាកាសធ្លាក់ចុះទៅនីកណ្ដាលជំនុំប្រញាតផងទាំងឡាយអ្នកឯណាចង់ទៅទឹកអើក៏ភ្លៀងនោះទៅទឹកអ្នកឯណាពុំចង់ទៅទឹកអើក៏ភ្លៀងនោះពុំទៅទឹកឡើយដូចទឹកធ្លាក់ទៅលើស្លឹកឈូកហោង